ដំណើរជីវិតនេះយើងរស់នៅជាសញ្ជាតិណាយើងរស់នៅលើទឹកដីណាចូលលោកអ្នកជាមនុស្សឲ្យចេះនឹកគុណសញ្ជាតិកំណើតឲ្យចេះរំភើបនឹងជាតិសាសន៍ខ្លួនចូលអ្នកកុំឆាប់នឹងការខំរៀបចំខ្លួនព្រោះចង់ឲ្យឃើញថាអ្នកដូចសាសគេនោះខ្មែរយើងមានប្រពៃណីយើងមានវប្បធម៌ច្បាស់លាស់ណាស់សមសួនណាស់បែបចាស់ទុំជាទីបំផុតមិនច្រឡំនឹងសាសនាណាទេវាខូចតែយើងចូលចិត្តតែច្រឡំខ្លួននឹងគេកាលដែលនៅអត់ខ្សត់ខំណាស់ខំឲ្យមានបានដល់តែមានបានបែរជាជាប់ខ្សែស្រឡាយខ្លួនទៅនឹងសាសដទៃមានចិនយួនថៃបរទេសនានាជាដើមទៅវិញអ្នកស្ដាប់ជាទីស្រឡាញ់ចូលអ្នករៀនឲ្យស្គាល់ខ្លួនយើងថាជានរណាហើយយើងមកពីណាពីព្រោះក្នុងโลกនេះគ្មានទីកន្លែងណាដែលពិសេសដែលមានតម្លៃខ្ពស់ជាងទីកន្លែងដែលផ្ដល់កំណើតដល់យើងដែរហើយក៏គ្មានកន្លែងណាឬសាសដទៃណាគេនឹងមកឲ្យតម្លៃខ្ពស់ជាងសាសយើងជាងដែលយើងខ្លួនឯងជាសាសខ្លួនឯងនេះដែរ